បាទជំរាបសួរបងប្អូនសិស្សនិស្សិតទាំងអស់គ្នាបាទថ្ងៃនេះលោកគ្រូបន្តកែលំហាប្រតិបត្តិទៀតបងណាគឺលំហាប្រតិបត្តិនៅសភៅពុម្ពគណិតវិទ្យាថ្នាក់ទី9ទំព័រទី25ចំណុចនេះគឺចំណុចការប្រាក់ណាតើតើជាមួយនឹងការប្រាក់ចំណោទតើតើជាមួយនឹងការប្រាក់អូខេអញ្ចឹងសំខាន់បាទសំខាន់ណាស់ចំណុចហ្នឹងតោះឥឡូវយើងមើលប្រធានលំហាត់ទាំងអស់គ្នាពូសុកយកប្រាក់500,000រៀលឬក៏ហៅថា500,000រៀលអូខេពូសុកយកប្រាក់500,000រៀលទៅដាក់យកការប្រាក់2ឆ្នាំក្រោយមកគាត់បានប្រាក់សរុបបាទ605,000រៀលរកអត្រានៃការប្រាក់ក្នុងមួយឆ្នាំគេសួររកអត្រាការប្រាក់ប្រចាំឆ្នាំតើអត្រាការប្រចាំឆ្នាំប្រមាណភាគរយ 7% 8% 9% ឬក៏ 10% ណាអូខេអញ្ចឹងយើងត្រូវមើលរូបមន្តបងអូនត្រូវចាំរូបមន្តតោះតាមរូបមន្តយើងសរសេរមកតាមរូបមន្តបាទរូបមន្តបងចាំរូបមន្តតទៅជាមួយនឹងការប្រាក់នេះឯងរូបមន្តបាទពេស្មើពេ0កតាឲ្យ1បូក r ស្វ័យគុណតេយើងប្រើរូបមន្តនេះបងណាដោយសារអីដោយសារនេះគេយកទៅដាក់យកការប្រាក់ហើយអត់ដកយកការប្រាក់ឯងណាគឺគេបញ្ជាក់ថា2ឆ្នាំក្រោយមកគាត់ទទួលបានប្រាក់សរុបបានន័យថាយកទៅដាក់ហើយដល់កំណត់2ឆ្នាំឬ3ឆ្នាំអីបានយើងដកណាចាំន័យថាអត់យកការប្រាក់រៀងរាល់ខែឬរៀងរាល់ឆ្នាំយកមកចាយទេគឺយកការប្រាក់ដែលទទួលបានគឺបង្វិលចូលជាប្រាក់ដើមសម្រាប់ឆ្នាំបន្ទាប់អានេះគេហៅថាការប្រាក់សមាសបាទការប្រាក់សមាសអញ្ចឹងប្រើមុននេះបងណាប្រើមុននេះពេនេះគឺប្រាក់សរុបពេប្រាក់សរុបពេ0ប្រាក់ដើមអត្រាការប្រាក់ប្រចាំឆ្នាំតេរយៈពេលអញ្ចឹងយើងប្រាប់គេទីមកដែលពេយើងប្រាក់សរុបណាប្រាក់សរុបនេះប្រាក់សរុប605,000រៀលប្រាក់ដើមពេ0ប្រាក់ដើមនេះប្រាក់ដើម50,000រៀលហ្នឹងបាទតេរយៈពេលបងណាតេ2ឆ្នាំអត្រាការប្រាក់គេសួររកនេះណាអត្រាការប្រាក់ណាគេសួររកតើស្មើនឹងប៉ុន្មានអូខេអញ្ចឹងយើងចំនួនចូលមកអញ្ចឹងគេបានប្រាក់សរុបនេះស្អីមក605,000រៀលស្មើនឹងពេ0ប្រាក់ដើម50,000រៀលបាទតា1បូក r ដឹងទេ r ហ្នឹងគឺអត្រាការប្រាក់ដែលយើងត្រូវរកតេរយៈពេលតេ2ឆ្នាំស្អីមកវាជាសេគុណ2បាទអញ្ចឹងឬក៏យើងអាចសេយ៉ាងម៉េចបងប្អូនយើងអាចសេថាបាទសេនេះយ៉ាងនេះធៀបនេះមកបាទ605,000នេះធៀបជាមួយនឹង50,000នេះបាទវាស្មើនឹង1បូក r ស្វ័យគុណ2អូខេបាទអញ្ចឹងយើងឃើញ03កតុយបាទហើយយើងសម្រួលបន្តទៀតមកនេះយើងចែកនឹង5បាទនេះចែក5បានប៉ុន្មាននេះចែក5បានប៉ុន្មានណាគូអាចសេថាសមមូលហ្នឹងអានេះចែក5 605ចែក5បាន121អូខេអានេះ500ចែក5បាន100ស្មើនឹង1បូក r លើជាការរ៉េបាទសេសមូលទៅមុខទៀតមកខាងកន្លែងចឹងអានេះយើងបំពាក់វាជាការ៉េបាទមានថាយើងអាចសេថា1បូក r មុនចុះ1បូក r មិនស្មើនឹងឬការ៉េនេះមែនទេស្មើនឹងឬការ៉េនៃ121លើ100
បាទពាក់ឬក្រេសងខាងបងណានេះពាក់ឬក្រេទៅវាបាត់អានេះហើយណាសល់តែ1 + a អានេះពាក់ឬក្រេនេះចេញបាន121លើ100ចេញបាន11លើ11លើ11លើ10ណា121នេះ11លើជាការ៉េហើយ100នេះ10លើជាការ៉េអូខេចេះទី a ទៅទី a បងណាចឹងនាំឲ្យ a នេះទី a នេះទី a มันស្មើ11លើ10បោះ1ទៅมันដក1មែនទេបាទ11លើ10ដក1ចឹងស្មើដែរតម្រូវវាបែងទៅ11ដក10លើ10មែនទេតម្រូវវាបែងណាចឹងมันស្មើនឹង11ដល់ស្មើ1 1លើ10 1លើ10มันស្មើនឹង 0.1 0.1 បដូរទៅជាភាគរយมันស្មើនឹង10%បងណាចឹងដូចនេះអត្រាការប្រាក់ក្នុងមួយឆ្នាំឬក៏អត្រាការប្រាក់ប្រចាំឆ្នាំ A ហ្នឹងវាស្មើនឹង10%បងសេខ្លួនឯងអូខេចាសសកម្មថាបងនោះនេះតាមតាន់ហើយយល់ហើយកុំភ្លេចខិតខំមើលមេរៀនមើលលំហាត់គំរូបន្ថែមហើយរៀនដោះស្រាយលំហាត់ឲ្យបានច្រើនបងណាអរគុណបាយបាយ